រឿងទុនសាយជួបទុកសូមសម្រាប់កំសាន្តដូចតទៅនៅក្នុងព្រៃដ៏ស្រស់ស្អាតមួយមានទុនសាយតូចម្នាក់ឈ្មោះកនជាទុនសាយដែលសប្បាយរីករាយហើយគាត់តែងតែចូលចិត្តលោតលេងល្បែងជាមួយមិត្តភ័ក្តិយ៉ាងសប្បាយរីករាយថ្ងៃមួយខ្យល់បក់បោកព្រីខ្លាំងកនកំពុងលេងនៅលើដើមឈើក៏មានខ្យល់មួយរន្ទះបក់ខ្លាំងពេកទើបធ្លាក់សង្កត់ខ្លួនគាត់ឈឺខ្លាំងហើយគ្មានអ្នកចេញមកជួយគាត់ពីទីនោះបាននោះឡើយបន្ទាប់ពីពេលបន្តិចសត្វដទៃបានឮសំឡេងរបស់កនដែលជាទុនសាយពួកគេរត់មកជួយកនទង្កែបានអស់កៅទឹកមកឲ្យគាត់ផឹកបណ្ដុលស្វាបានជួយទាញខ្លួនកនចេញពីកំណាត់ឈើដែលធ្លាក់នោះកនមានទុក្ខខ្លាំងព្រោះគាត់ស្គាល់ថាការសប្បាយអាចបាត់បង់ក្នុងមួយប្រព្រឹត្តភ្នែកតែទោះជាយ៉ាងណាគាត់ក៏មានកំណត់ចិត្តចំពោះមិត្តភ័ក្តិដែលមិនបោះបង់ទុកគាត់តែម្នាក់ឯងនោះទេចុងក្រោយគាត់យល់ថាជីវិតមិនត្រឹមតែការលេងសប្បាយនោះទេប៉ុន្តែការមានមិត្តភ័ក្តិពិតជាមានសារៈសំខាន់ជាងអ្វីៗទាំងអស់